14ឆ្នាំមានខ្ញុំឈ្មោះរស្មីមានអាយុ14ឆ្នាំសប្តាហ៍សិស្សានុសិស្សមួយចំនួនកំពុងតែជួបប្រទះនៅបញ្ហាមួយដែលពួកគេមិនចូលចិត្តអានសៀវភៅឬក៏ស្វ័យសិក្សាដោយខ្លួនឯងឡើយហើយមួយវិញទៀតនៅតាមសហគមន៍ខ្លះក៏ពុំទាន់មានបណ្ណាល័យហើយខ្លះទៀតក៏មានបណ្ណាល័យប៉ុន្តែនៅឆ្ងាយពីសហគមន៍របស់ពួកគេដែលជាកត្តាធ្វើឲ្យពួកគេពិបាកនៅក្នុងការស្វែងរកបណ្ណាល័យដើម្បីអានសៀវភៅឬក៏ស្រាវជ្រាវមេរៀនផ្សេងៗទាំងអស់តែមានដំណោះស្រាយដូច្នេះហើយទឹកបានជាក្រុមរបស់ពួកយើងជ្រើសរើសដំណោះស្រាយដោយការបង្កើត app នៅលើទូរស័ព្ទដៃហើយ app របស់ពួកយើងងាយស្រួលប្រើប្រាស់ដោយសម្រាប់ឲ្យអ្នកដែលរស់នៅក្នុងសហគមន៍ចូលប្រើប្រាស់ app របស់យើងដោយបានទាំងអានអត្ថបទដោយសេរីតាមរយៈទូរស័ព្ទដៃ app របស់ពួកយើងមានលក្ខណៈងាយស្រួលនៅពេលដែលយើងចូលទៅក្នុង app មានរូបភាពអេក្រង់មួយនៅក្នុងនោះមានដូចជាឈ្មោះ app logo app ចូលការីមីចាប់ដើមឈ្មោះពេលយើងចូលចាប់ដើមពេលនឹងលោតទៅអេក្រង់មួយទៀតនៅក្នុងនោះមានដូចជាប្រភេទបឡាំលោកតាមតតែរបស់អ្នកនិពន្ធហើយជាមួយនៅតាមតតែរឿងឧទាហរណ៍ថាប្រសិនបើយើងចូលទៅក្នុងប្រភេទអក្សរសិល្ប៍មាននឹងលោតទាំងអក្សរសិល្ប៍មកដែលក្នុងនោះមានប្រភេទអក្សរសិល្ប៍ដូចជាអក្សរសិល្ប៍បែបខេមរៈនិយមបរិទេសនិយមពលនិយមហើយនិងព្រះនិយមសម្រាប់ជាយើងចង់ចូលទៅក្នុងប្រភេទអក្សរសិល្ប៍បែបខេមរៈនិយមវានឹងលោតទាំងអេក្រង់មួយទៀតនៅក្នុងនោះមានដូចជារូបកលាបៃលិនហើយរូបផ្សេងៗទៀតចូលរួមជាមួយយើងដើម្បីកសាងសហគមន៍មួយដែលមានអ្នកចេះអាននិងជួយចូលរួមចែករំលែក app របស់យើងទៅកាន់មនុស្សជុំវិញខ្លួនរបស់អ្នកបើអ្នកជួយគ្រប់គ្រង app របស់យើងប្រៀបដូចជាអ្នកជួយជំរុញផ្នែកវិស័យអប់រំដូចឆ្នោតដែរ